សភាពការដូចជាមិនស្រួលទេនៅពេលនេះសម្រាប់ប្រទេសថៃហាក់បីដូចជាកំពុងតែត្រដរខ្យល់និងដល់ភាពទល់ច្រកជាទីបំផុតហើយពាក់ព័ន្ធជាមួយនឹងបញ្ហាធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃវិស័យសេដ្ឋកិច្ចសេចក្តីរាយការណ៍និងសេចក្តីថ្លែងការណ៍ជាផ្លូវការបន្តបន្ទាប់ពីសំណាក់លោកនាយករដ្ឋមន្ត្រីអនុทิនច័ន្ទវរៈគុលនៅក្នុងកំឡុងពេលដើមខែសីហាឆ្នាំ2026នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីភាពវឹកវរនិងសម្ពាធដ៏ធ្ងន់ធ្ងរដែលកំពុងតែញោមញីទៅដល់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងស្ថិរភាពសង្គមរបស់ប្រទេសថៃយ៉ាងពិតប្រាកដដែលការនេះវាស្របគ្នាស្ទើរតែទាំងស្រុងទៅនឹងការព្យាករណ៍ទុកជាមុនរបស់អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិការប្រកាសជាបន្ទាន់អំពីផែនការធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ីដើម្បីជួបពិភាក្សាជាមួយនឹងប្រធានាធិបតី Prabowo Subianto នៅក្នុងគោលបំណងសុំទីផ្សារនិងស្វែងរកប្រភពទុនវិនិយោគថ្មីគឺជាភ័ស្តុតាងដ៏រស់រវើកបានបង្ហាញថាហើយកំពុងតែជួបប្រទះទៅនឹងវិបត្តិខ្វះខាតទីផ្សារលក់ទំនិញយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបាត់បង់ចំណែកដ៏ធំសកម្មភាពការទូតបែបប្រញាប់ប្រញាល់បែបនេះមិនមែនជាការទូតធម្មតានោះឡើយប៉ុន្តែវាគឺជាសញ្ញាអាសន្នបញ្ជាក់អំពីការធ្លាក់ចុះនៃកម្លាំងទិញនៅក្នុងស្រុកនិងការបិទគប់ច្រកសេដ្ឋកិច្ចដ៏សំខាន់ដែលធ្វើឲ្យរាជរដ្ឋាភិបាលទីក្រុងបាងកកត្រូវតែព្យាយាមរត់រកជំនួយលើបណ្ដាប្រទេសនៅក្នុងតំបន់ដើម្បីសង្គ្រោះកំណើនផលិតផលនៅក្នុងស្រុក GDP របស់ខ្លួនដែលកំពុងតែប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារតែសេដ្ឋកិច្ចរបស់ថៃបច្ចុប្បន្ននេះមិនអាចបន្តរស់រានមានជីវិតដោយពឹងផ្អែកទៅលើកម្លាំងផ្ទៃក្នុងបានទៀតនោះទេខណៈដែលកំហុសឆ្គងផ្នែកនយោបាយដែលបានคล้ายទៅជាកាតាលីករពន្លឿនឲ្យរដ្ឋជិតខាងធ្លាក់ទៅក្នុងគ្រោះវិបត្តិហិរញ្ញវត្ថុយ៉ាងស៊ីជម្រៅនៅចំពោះមុខឆាកអន្តរជាតិបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ថៃនាពេលបច្ចុប្បន្ននេះគឺត្រូវបានគៀបសង្កត់យ៉ាងខ្លាំងក្លាបំផុតពីសំណាក់កត្តាភូមិសាស្ត្រនយោបាយនិងការសម្រេចចិត្តបិទច្រកព្រំដែនដោយឯកតោភាគីជាមួយនឹងព្រះរាជាណាចក្រកម្ពុជាតាំងពីកំឡុងឆ្នាំ2025និងការបន្តកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់រហូតមកទល់ពេលសប្តាហ៍ថ្ងៃនេះដែលបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីប្រជាជនកម្ពុជាការដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈបានរួមចិត្តគ្នាបដិសេធនិងធ្វើពហិការមិនទិញទំនិញមិនប្រើប្រាស់និងមិនបរិភោគនៅទំនិញដែលនាំចូលពីប្រទេសថៃគឺជាការកាត់ផ្តាច់សរសៃឈាមយ៉ាងសំខាន់ដែលធ្លាប់តែផ្ដល់នូវប្រាក់ចំណូលមហាសាលដល់ពាណិជ្ជកម្មនិងសហគ្រាសធុនតូចនិងមធ្យមរបស់ថៃអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយនៅក្នុងនាមជាប្រទេសដែលធ្លាប់តែអួតអាងពីកម្លាំងសេដ្ឋកិច្ចនិងឧត្តមភាពពាណិជ្ជកម្មនៅក្នុងតំបន់ពេលនេះថៃកំពុងតែជួបប្រទះទៅនឹងស្ថានភាពទល់ច្រកយ៉ាងខ្លាំងដោយសារតែទំនិញផលិតផលកសិកម្មឧស្សាហកម្មនិងទំនិញប្រើប្រាស់ផ្សេងៗដែលផលិតនៅក្នុងប្រទេសថៃគ្មានទីផ្សារសម្រាប់នាំចេញបង្កឲ្យមានការស្តុកទុកចោលពេញដេប៉ូនិងខូចខាតយ៉ាងសន្ធឹកសន្ធាប់ការព្យាយាមរបស់នាយករដ្ឋមន្ត្រីអនុทิនច័ន្ទវរៈគុលនៅក្នុងការស្វែងរកទីផ្សារថ្មីនៅឥណ្ឌូនេស៊ីនិងការប្រកាសកិច្ចប្រជុំទ្វេភាគីជាមួយនឹងលោកមីនអងលៀងប្រធានាធិបតីមីយ៉ាន់ម៉ាដើម្បីស្ដារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញក៏ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ផងដែរថាថៃក៏កំពុងតែព្យាយាមស្វែងរកផ្លូវដកខ្លួនចេញពីវិបត្តិសេដ្ឋកិច្ចដែលខ្លួនបានបង្កឡើងប៉ុន្តែវាមិនអាចងាយស្រួលដូចអ្វីដែលជាការគិតនោះឡើយការបាត់បង់ទីផ្សារកម្ពុជាគឺជាទីផ្សារគៀកចិត្តនិងមានការបញ្ជាទិញខ្ពស់ការដែលធ្វើឲ្យរចនាសម្ព័ន្ធពាណិជ្ជកម្មរបស់ថៃត្រូវរង្គោះរង្គើដល់ឫសគល់ដែលជាហេតុធ្វើឲ្យអ្នកវិភាគសេដ្ឋកិច្ចមើលឃើញយ៉ាងច្បាស់ថាភាពក្អេងក្អាងផ្នែកយោធានៅតាមតំបន់ព្រំដែនបានคล้ายទៅជាថ្នាំពុលសម្រាប់សម្លាប់ខឿនសេដ្ឋកិច្ចរបស់ថៃពីខាងក្នុងយ៉ាងឆាប់រហ័សជាទីបំផុតបន្ថែមទៅលើវិបត្តិសេដ្ឋកិច្ចនិងការបាត់បង់ទីផ្សារពាណិជ្ជកម្មដ៏ធំសម្បើមប្រទេសថៃក៏កំពុងតែប្រឈមមុខយ៉ាងស្រួចស្រាលជាទីបំផុតផងដែរនៅវិបត្តិអសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរដែលកំពុងតែបំផ្លិចបំផ្លាញវិស័យទេសចរណ៍ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ជាតិថៃទាំងមូលករណីឃាតកម្មដ៏សាហាវព្រៃផ្សៃមកលើកុមារជនជាតិរុស្ស៊ីចំនួន2រូបដែលត្រូវបានជនជាតិថៃបាញ់សម្លាប់នៅក្នុងស្រុកបានឡាមុងខេត្តជន់បុរីនាពេលថ្មីកន្លងទៅនេះរួមជាមួយនឹងការចេញមុខមកប្រកាសសុំទោសជាសាធារណៈពីសំណាក់លោកអនុทิនច័ន្ទវរៈគុលគឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាប្រទេសថៃលែងជាគោលដៅសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបរទេសទៀតហើយភាពអសន្តិសុខនៅក្នុងសង្គមនេះមិនមែនកើតឡើងត្រឹមតែនៅក្នុងតំបន់ទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងគួបផ្សំជាមួយនឹងអំពើហិង្សានៅតំបន់ភាគខាង
ត្បូងរបស់ថៃដែលក្រុមបះបោប្រដាប់អាវុធបើកការបាញ់ប្រហារសម្លាប់កងទ័ពឈុតខ្មៅស្លាប់អស់ចំនួន5នាក់យ៉ាងសាហាវឃោឃៅនិងបានដាក់ពង្រាយគ្រាប់បែកផ្ទុះជាបន្តបន្ទាប់យ៉ាងញឹកញាប់ហេតុការណ៍អសន្តិសុខទាំងអស់នេះបានធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកមានការភ័យខ្លាចរអាយ៉ាងខ្លាំងនិងសម្រេចចិត្តដកខ្លួនមិនហ៊ានធ្វើដំណើរមកលេងកម្សាន្តនៅក្នុងប្រទេសថៃនេះហើយគឺជាការសម្លាប់នៅបណ្ដាញសេដ្ឋកិច្ចទេសចរយ៉ាងពិតប្រាកដនិងធ្វើឲ្យប្រាក់ចំណូលជាតិធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រភាពគ្មានសណ្ដាប់ធ្នាប់និងអំពើឃាតកម្មដ៏កម្រោលទាំងនេះវាបានបំផ្លាញចោលនូវកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃដែលជាស្ថាប័នទេសចរអន្តរជាតិហើយការសន្យារបស់រដ្ឋាភិបាលនៅក្នុងការស្វែងរកយុត្តិធម៌ក៏មិនអាចលុបបំបាត់ការភ័យខ្លាចនៅក្នុងចិត្តរបស់ភ្ញៀវទេសចរដែលបានបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិនៅលើទឹកដីថៃបានឡើយបើងាកមកមើលស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពដុនដាបខ្លាំងដែលគ្រប់វិស័យទាំងអស់មិនថាវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរនិងសន្តិសុខសង្គមគឺសុទ្ធសឹងតែជាស្ថានភាពទ្រុឌទ្រោមនិងគ្មានផ្លូវចេញស្របពេលដែលរដ្ឋាភិបាលបាងកកនៅតែបន្តប្រកាន់ខ្ជាប់នៅគោលនយោបាយឈ្លានពាននិងការកាន់កាប់ទឹកដីរបស់ខ្មែរដោយខុសច្បាប់ការដែលនាយករដ្ឋមន្ត្រីអនុទានច័ន្ទវីរៈកុលត្រូវរត់ទៅរកកិច្ចសហប្រតិបត្តិការជាមួយនឹងឥណ្ឌូនេស៊ីនិងមីយ៉ាន់ម៉ាគឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពទាល់ច្រករបស់ខ្លួនយ៉ាងពិតប្រាកដពីព្រោះថានៅពេលដែលទីផ្សារនៅក្នុងស្រុកនិងតំបន់ក្បែរខាងដែលធ្លាប់តែពឹងផ្អែកត្រូវបានបិទគប់ជាស្ថាពរជាពិសេសគឺការពហិការពីប្រជាជនកម្ពុជាសេដ្ឋកិច្ចថៃក៏ចាប់ផ្ដើមដួលរលំបណ្ដាលតែម្ដងវិបត្តិអសន្តិសុខផ្ទៃក្នុងនេះឯងដូចជាករណីបាញ់សម្លាប់កុមាររុស្ស៊ីនិងសង្គ្រាមបះបោរនៅភាគខាងត្បូងក៏វាបាននឹងកំពុងតែคล้ายទៅជាកណ្ដាប់ដែកវាយលុកយ៉ាងដំណំមកលើវិស័យទេសចរដែលធ្លាប់តែរកចំណូលបានរាប់ពាន់លានដុល្លារជូនជាតិមាតុភូមិរបស់ថៃដែលធ្វើឲ្យថៃបច្ចុប្បន្ននេះប្រៀបដូចជាផ្ទះដែលកំពុងតែឆេះសន្ធោសន្ធៅទាំងសងខាងដោយគ្មានទឹកពន្លត់ការព្យាករណ៍របស់អ្នកវិភាគអន្តរជាតិធ្លាប់បានបង្ហាញអំពីការដួលរលំនិងភាពពិបាកវេទនារបស់សេដ្ឋកិច្ចថៃគឺពិតជាត្រូវចំគោលដៅយ៉ាងពិតប្រាកដតែម្ដងដោយសារតែទង្វើនឹងការឈ្លានពានអធិបតេយ្យភាពប្រទេសជិតខាងបាននាំមកនៅផលវិបាកយ៉ាងធ្ងន់ធ្ងរដែលរដ្ឋាភិបាលថៃមិនអាចស្វែងរកដំណោះស្រាយឲ្យសមស្របណាមួយមកសង្គ្រោះបានឡើយនៅក្នុងពេលនេះជាសេចក្តីសន្និដ្ឋានរួមព្រឹត្តិការណ៍និងសេចក្តីថ្លែងការណ៍ដ៏ប្រញាប់ប្រញាល់របស់មេដឹកនាំនៅក្នុងខែសីហានេះបានសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាថៃពិតជាកំពុងតែជួបប្រទះទៅនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរប្រាកដមែនដោយសារតែការបាត់បង់ទីផ្សារដ៏សំខាន់និងការដាក់ពិន័យយ៉ាងសៀមស្ងាត់ពីប្រជាជនកម្ពុជាតាមរយៈការធ្វើពហិការលើទំនិញថៃទាំងស្រុងចំណែកឯការអួតក្អេងក្អាងនឹងការសម្រេចចិត្តបិទព្រំដែនដោយឯកតោភាគីដើម្បីការពារអំពើឈ្លានពានរបស់កងទ័ពខ្លួនមកលើទឹកដីខ្មែរគឺជាកំហុសឆ្គងយុទ្ធសាស្ត្រដ៏ធំបំផុតដែលបានបង្វែរប្រទេសថៃឲ្យក្លាយទៅជាទីកន្លែងដែលមានហានិភ័យខ្ពស់និងគ្មានស្ថិរភាពសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនិងវិស័យទេសចរអន្តរជាតិភាពវឹកវរផ្នែកអសន្តិសុខផ្ទៃក្នុងមិនថាតែរឿងឃាតកម្មព្រៃផ្សៃលើជនបរទេសឬក៏អំពើហិង្សាភាគខាងត្បូងវាបានបំផ្លាញចោលនៅទំនុកចិត្តទាំងស្រុងដែលធ្វើឲ្យភ្ញៀវទេសចរបរទេសរត់ភៀសខ្លួនចេញពីប្រទេសថៃយ៉ាងគំហុកនិងធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិត្រូវតែរងគ្រោះយ៉ាងធ្ងន់ធ្ងរជាទីបំផុតរហូតដល់មិនអាចស្ដារឡើងវិញនៅក្នុងរយៈពេលខ្លីដូច្នេះគ្រប់សកម្មភាពទាំងអស់របស់ថៃនាពេលបច្ចុប្បន្នមិនមែនជាការបង្ហាញអំពីកម្លាំងនោះឡើយប៉ុន្តែគឺជាសញ្ញាបង្ហាញអំពីភាពទាល់ច្រកនិងការខ្សែធនជាបណ្ដានៃប្រព័ន្ធសេដ្ឋកិច្ចរបស់ថៃដែលត្រូវបង្ខំចិត្តដើររកទីផ្សារថ្មីទាំងបារម្ភដើម្បីសង្គ្រោះជីវិតរដ្ឋាភិបាលខ្លួនឯងពីការដួលរលំដ៏ធំនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ថៃនាពេលបច្ចុប្បន្ននេះបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានអរគុណដែលបងប្អូនចំណាយពេលវេលានៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចធ្វើការ like comment និង share ទៅកាន់បណ្ដាញសង្គមឲ្យបានម្នាក់មួយចង់បានព្រឹត្តិការណ៍ព័ត៌មាន update ជារៀងរាល់ថ្ងៃបងប្អូនគ្រាន់តែចុច subscribe លើ Channel Infosia ជាការស្រេចសូមអរគុណសូមជម្រាបលា